ក្រុម CFU Gaming ឡើងទៅវាយ M7 សាននេះគឺជាឱកាសសម្រាប់ប្រទេសកម្ពុជារបស់យើងបើសិនជាពួកគាត់ទៅប្រកួតធ្វើបានល្អអាចនឹងទទួលបាន slot 2 ឬក៏មានអីថ្មីសម្រាប់ប្រទេសរបស់យើងក្នុងចិត្តខ្ញុំទោះបីមិនបាន slot 2ក៏ដោយបានថាមួយគឺ Wildcard មួយទៀត main stake របស់គេខ្ញុំសុំតែប៉ុណ្្នឹងតែ2ហ្នឹងក៏បានដែរនិយាយទៅ MPL ក្នុងស្រុកយើងគឺមានរហូតដល់9 season ហើយដោយអ្នកនរគ្នាដឹងហើយថាម៉ាឡេស៊ីហ្វីលីពីនឥណ្ឌូនេស៊ីសិតសឹងតែ2 slot ទាំងអស់រហូតដល់ឥឡូវនេះមានចិនដល់2 slot ទៀតអញ្ចឹងខ្ញុំសង្ឃឹមថា season នេះ CFU Gaming ឡើងទៅវាយអាចនឹងធ្វើបានល្អជាកាលប្រកួត MSC 2025និង M6 ខ្ញុំសង្ឃឹមខ្លាំងមែនទែនលើក្រុម CFU Gaming បើយើងមើលទម្រង់ការលេងរបស់គាត់គឺល្អខ្លាំងក្នុងស្រុកយើងមានន័យថាគាត់លេងរបៀបរបបក្នុងការលេងទាំង player ទាំង strategy ទាំងការ ban picks hero ឬក៏ hero ដែលគាត់លេងមួយហ្នឹងគឺគាត់ធ្វើបានល្អតែដល់ពេលយើងឡើងទៅវាមានបញ្ហារហូតដោយកាលទៅ MSC ក៏មានបញ្ហាដល់ពេល M6 នេះក៏មានបញ្ហាទៀតសង្ឃឹមថាឆ្នាំនេះនៅពេលដែលគាត់បានឡើងទៅវាយ M7 ឆ្នាំនេះអាចនឹងធ្វើបានល្អជាងរាល់ season និង break record សម្រាប់ប្រទេសរបស់យើងទោះបីមិនបានអីធំដុំក៏បានត្រឹមឡើងទៅ play off ហើយឡើងទៅដល់វគ្គ 3-4 ក្រុមចុងក្រោយទៅអាហ្នឹងវាជាក្តីសម័យរបស់ team ក្នុងប្រទេសរបស់យើងហើយក៏ជាក្តីសម័យរបស់ fan របស់គាត់ក៏ដូចជាប្រជាជនកម្ពុជាអ្នកដែលគ្រប់គ្រងវិស័យកីឡាលេខនេះផងដែរហើយក្នុងនេះខ្ញុំជា fan CFU Gaming គឺសង្ឃឹមលើពួកគាត់ហើយក្នុង season នេះដោយអ្នកនរគ្នាដែរអ្នកនរគ្នាក៏មានក្តីសង្ឃឹមដោយពីមុន See you soon ទៅគឺធ្វើបានល្អគួរសមមកកម្រិតអញ្ចឹងសង្ឃឹមថាក្រុម CFU Gaming ទៅអាចនឹងធ្វើបានល្អអាចនឹងលើសក្រុមផ្សេងទៀតដែលធ្លាប់ឡើងទៅប្រកួតឆាកអន្តរជាតិដូចកាលវាយ IFS ដោយអ្នកឃើញហើយគឺវាយឈ្នះទាំង Liquid វាយឈ្នះទាំងឥណ្ឌូនេស៊ីវាយឈ្នះទាំងហ្វីលីពីនអីនិយាយទៅគឺខ្ញុំចង់ឃើញរូបភាពបែបហ្នឹងចង់ឡើងទៅប៉ះក្រុមណាគឺវាយបានជាមួយនឹងក្រុមហ្នឹងហើយឆ្នាំមុនក៏យ៉ាងដែរវាយបានវាយទៅវាយមកប៉ុន្តែដល់ late game យើងដូចបច្ចេកទេសក្នុងការលេងពេល late game របស់យើងដូចនៅស្ទើជាងគេប្រកែតុបគេប្រកែ hold team fight គេប្រកែ bet ទៅលើ team កម្ពុជារបស់យើងអញ្ចឹងវាធ្វើឲ្យយើងចាញ់គេអាត្រង់ចំណុចទូចអញ្ចឹងសង្ឃឹមថាឆ្នាំនេះក្រុម CFU Gaming ធ្វើបានល្អជាងកាលពីប្រកួត MSC និង M6 ហើយវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាសង្ឃឹមថានឹងចូលចិត្តវីដេអូនេះបើចូលចិត្តកុំភ្លេច like comment វីដេអូនេះមកផងអរគុណអ្នកនរគ្នាជំរាបលា bye see you next video